ដែលខ្លាយទៅជា Mr. Supranational Cambodia ឆ្នាំ2029 โอเคអ្នកទាំងអស់គ្នាវីដេអូនេះគឺខ្ញុំមកចូលរួមកម្មវិធី Supranational Cambodia 2026 Final Day ខាងកម្មវិធីបាន invite ខ្ញុំជា special guest នៅក្នុងឆ្នាំហ្នឹងហើយក៏ខ្ញុំត្រូវទៅចូលរួមគ្រប់គ្រងមិត្តភ័ក្តិរបស់ខ្ញុំគាត់ចូលប្រកួតឆ្នាំហ្នឹង MSC 07 Youthon វណ្ណៈខ្ញុំ voice over ទាំងអត់សលេងអ្នកទាំងអស់គ្នាយំមិញហ្នឹងគឺខ្ញុំ search យកមកដាច់កំប៉ុងកចោលហ្មងនិយាយទៅឲ្យតវគ្គមិត្តភ័ក្តិខ្ញុំចេញមកគឺខ្ញុំ search ឡើងគេសើចមកអញ្ចឹងនៅពេលដែលចូលមកដល់កន្លែងកម្មវិធីយើងថតរូបថតអីហើយគឺខាងក្រុមការងារគាត់ជូនយើងទៅកន្លែងអង្គុយរបស់ខ្ញុំគឺនៅខាងមុខចំហៀងឆាកហ្នឹងហ្មងអញ្ចឹងទៅសួរអង្គុយមើលបានច្បាស់នៅលើកៅអីរបស់ special guest មួយហ្នឹងគឺគេមានបិទហូបរបស់យើងហ្មងដើម្បីកុំឲ្យអង្គុយច្រឡំកន្លែងគ្នាដោយសារតែកន្លែងគឺគេរៀបចំឲ្យអស់ហើយពេលដែលខ្ញុំទៅដល់ហ្នឹងមានមិត្តភ័ក្តិខ្ញុំដែលមកគ្រប់គ្រងវណ្ណៈជាមួយគ្នាហ្នឹងហើយនឹង fan គាត់មកបានមកចំនួនដែរហើយបើហ្នឹងមក support មិត្តភ័ក្តិមានអារម្មណ៍មិនដែរអារម្មណ៍សប្បាយរីករាយមកយុថ្ងៃហ្នឹងមកគ្រប់គ្រងណាគេមកគ្រប់គ្រងបងយូថនវណ្ណាបងតែងខ្លួនគាត់ត្រូវអត់ត្រូវហើយមិនដែរនិយាយមកគឺ ready គ្រប់បែបយ៉ាងហ្មង1ដល់10ឲ្យហ្មង1ដល់10ឯងឲ្យ10ថ្ងៃនេះសង្ឃឹម100%ថ្ងៃនេះហ៎ 100% លោកណាអូខេ 100% ហើយនេះជិតដល់ពេល show start ហើយអ្នកទាំងអស់គ្នាបែកពីចេញមក stand by នៅលើឆាកហើយតារាក៏គាត់ត្រៀម stand by ដើម្បីឡើងទៅ opening dance ដែរចង់និយាយថាខ្ញុំឃើញមិត្តភក្តិខ្ញុំតស៊ូខ្លាំងណាស់ទាំងអស់គ្នាគាត់អត់ដែលចេះរាំទេណាដល់ថ្ងៃប្រកួត final ហ្នឹងនឹងមានអីសន្ធិដ្ឋមិនទេចេះកាត់ចកាសទៅគេដែរI'm good and I'm so excited to be here tonight. Yes, absolutely. Well, first of all, you look amazing. Look at this outfit. Thank you so much. Thank you. You too. Thank you so much. Now, little question. What do you think of the opening so far? The energy, the colors, the looks? Actually, for everyone, all the candidates, they are so very like energy and energetics and also like very glams and powerful and confident. So much. I like it. That's the most important part, right? The confidence on stage is really key. Let me ask you, what do you think it takes to win Miss or Mr. Supranational Cambodia or both? For me, just be yourself and the most important thing is confidence. I think that answer is worthy of a title. I give you the title myself. Thank you so much. Thank you so much. នៅនេះទាំងអស់គ្នាចង់សុកមុនពេលដែលបិទ break ទី1ហ្នឹងគឺមាន MC backstage គេមកសម្ភាសគាត់ដើរមកស្លេចចាំខ្ញុំបដ ாய்
ទាប់ពីវា official វាហើយនឹង swimsuit ហើយគឺដល់វគ្គគេប្រកាសពានរង្វាន់ណាហើយចង់ឲ្យថាមិត្តភក្តិខ្ញុំដឹងបានប្រហែលពាននេះដល់គ្នាខ្ញុំរាប់អត់អស់ខ្ញុំភ្លេចបាត់ហើយវាបានច្រើនពេកមកកម្មវិធីយប់មិញនឹងប្រហែលពាននេះម្នាក់ឯងគេប្រកាសហើយចូលទៅកន្លែងវិញអត់ទាន់បាត់ហត់ទេណាចំឈ្មោះខ្លួនឯងចេញមកយកពានវិញទៀតដល់ទៅដើរមករហូតហើយនេះខ្ញុំជាមួយមិត្តភក្តិខ្ញុំម្នាក់ទៀតខាងជួបគ្នាយូរមកអង្គុយត្រើបដ ாய்នេះនៅពេលដែលគេប្រកាស top 10 ហើយគឺគាត់ដូរឈុតអាវធំមកឈុតទៀតទាំងឈុតមុនទាំងឈុតនេះគឺស្អាតដូចគ្នាអ្នកទាំងអស់គ្នាខ្ញុំឲ្យ10លើ10ហ្មងឈុតទាំងពីរហ្នឹងបន្ទាប់ពីហ្នឹងគឺដល់វគ្គឆ្លើយសំណួរហើយអញ្ចឹងនៅពេលដែលបែកភាពមុនគេឆ្លើយអ្នកដាក់តន់ឆ្លើយត្រូវដាក់កាសដើម្បីកុំឲ្យលឺសូរសំណួរគឺមានតែមួយឯដែលត្រូវឆ្លើយជាមួយគ្នាឆ្នាំនេះ concept របស់សំណួរគឺគេនិយាយពីសន្តិភាពហើយនិងសង្គ្រាម សំណួរសម្រាប់ MSc សង7សួរថាតំបន់ជាច្រើននៅលើពិភពលោកកំពុងមានសង្គ្រាមនិងជម្លោះតើអ្នកអាចជួយផ្សព្វផ្សាយសន្តិភាពបានដូចម្តេច MSc សង7ចាប់ផ្ដើម Thank you for the question. To promoting peace, I will use my voice to encourage, discuss, understanding, and compassion. So people choose peace and stand on violence. During conflict, dialogue, and diplomacy are more important than military force that harms innocent civilians. And I believe that by respecting each other's nation's sovereignty and promoting empathy, we can inspire peaceful solutions, like our current border tension between Cambodia and our neighboring country. Cambodia needs peace. Cambodia requires. នៅពេលដែលបែកភាពឆ្លើយរួចរាល់អស់ហើយគឺដល់ពេលដែលតារាគាត់ចេញមកលាលែងតំណែងណាឈប់ច័ន្ទតារាគាត់ជា Miss Supranational Cambodia ឆ្នាំ2025អញ្ចឹងគាត់ត្រូវចេញមកលាលែងតំណែងនៅក្នុងឆ្នាំថ្មីហ្នឹងហើយនេះបេក្ខជនកម្ពុជា10រូបចុងក្រោយហើយពេលគឺគេប្រកាសលទ្ធផលហើយចុងក្រោយនៅសល់បេក្ខជន2នាក់ដែលគាត់នឹងមាន title ទៅប្រកួតនៅក្រៅដូចគ្នាគាត់ថា winner នឹងទៅកម្មវិធី Mr Supranational ឆ្នាំ2026នឹងនៅ Poland តែម្នាក់ទៀតកម្មវិធីគេខ្ញុំភ្លេចបាត់ហើយ Mr Supranational Cambodia ឆ្នាំ2026ហើយតំណែងដែលខ្ញុំនឹងប្រកាសបន្តនោះគឺ The Next Icon ឆ្នាំ2026 The next icon ឆ្នាំ2026គឺ Alexi Nopraអូខេអ្នកទាំងអស់គ្នាអញ្ចឹង finally មិត្តភក្តិរបស់ខ្ញុំគឺជា the winner នៃកម្មវិធីនឹង Mr Supranational Cambodia ឆ្នាំ2026ហើយគាត់នឹងតំណាងប្រទេសកម្ពុជាទៅប្រកួតនៅប្រទេស Poland ណានៅក្នុងឆ្នាំហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាកុំភ្លេចចូលរួមគ្រប់គ្រងដំណើរទៅប្រកួតរបស់គាត់ទាំងអស់គ្នាផងណាមានអារម្មណ៍មិនដែរបាន title Mr Supranational ឆ្នាំថ្មី អារម្មណ៍សប្បាយចិត្តខ្លាំងព្រោះឯក្តីសម័យខ្លាចជាការប៉ັດមែន យេអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេហើយគឺខ្ញុំអស់សលេងអលីងហើយដោយសារតែស្រែកឲ្យគាត់យកមិញហ្នឹងឥឡូវទៅទាលុយទៅប៉ែតសិនអូខេអ្នកទាំងអស់គ្នាឥឡូវកម្មវិធីចប់ត្រឹមហ្នឹងហើយយើងនាំគ្នាទៅទេយេ after party ពេលក្រោយ